វីដេអូនេះខ្ញុំចង់និយាយពីបងប្រុសម្នាក់ដែលគាត់ឡើងកម្មវិធីមួយគាត់និយាយថាមនុស្សស្រីមកពីខ្លួនយើងជាភារកិច្ចយើងជាប្រពន្ធនេះបំពេញតួនាទីឲ្យប្តីមិនបានគ្រប់គ្រាន់បានប្តីចេះតែរោខាងក្រៅកន្លែងហ្នឹងខ្ញុំអត់ឯកភាពទេបងប្រុសបងនិយាយកន្លែងនេះអត់ទទួលស្គាល់ទេមុននឹងបងនិយាយអញ្ចឹងខ្ញុំសូមសួរបងបន្តិចបងយកប្រពន្ធមកសម្រាប់ឲ្យការបំរើគ្រប់បងទាំងអស់ហ្នឹងលក្ខណៈកាចេះដាច់ថ្លៃមែនពាក្យថាប្តីប្រពន្ធណាបងរួមសុខរួមទុក្ខជាមួយគ្នាណាមិនថាធ្វើអ្វីទេគឺយើងត្រូវកាន់ដៃគ្នាដើរទន្ទឹងគ្នាមិនមែនយកប្រពន្ធមកគ្រាន់តែជាទាស័យបំរើបងឯងដាច់ថ្លៃចឹងទេហើយបងកុំនិយាយភាសាហ្នឹងមុននឹងបងនិយាយភាសាហ្នឹងណាបងត្រូវគិតមើលចំណុចពីខ្លួនឯងហើយក្រុមគ្រួសារឯងវិញថាតើបងប្រុសហ្នឹងបានបំពេញតួនាទីជាស្វាមីល្អឬក៏ជាឪពុកដ៏ល្អម្នាក់ហើយនៅចំពោះគ្រួសារហ្នឹងហើយវិលទៅសួរប្រពន្ធខ្លួនឯងវិញតើប្រពន្ធខ្លួនឯងនេះគ្រប់គ្រាន់អីខ្លះហើយមុននឹងចង់ឲ្យប្រពន្ធហ្នឹងដែលបំពេញកាតព្វកិច្ចល្អចំពោះស្វាមីវាអាស្រ័យទៅលើស្វាមីហ្នឹងខ្លួនឯងដែរដែលបំពេញតួនាទីឲ្យល្អសម្រាប់ប្រពន្ធដែរបងប្រុសនិយាយសម្រាប់ជន់មកតែខាងប្រពន្ធណាតែមួយខាងគឺអត់ត្រូវទេបងប្រុសគេមកការរស់នៅជាមួយបងមិនមែនកញ្ជះបងដាច់ថ្លៃទេបងសុខទុក្ខគឺនៅជាមួយគ្នាធ្វើអីគឺត្រូវពិភាក្សាគ្នាបងប្រុសចាំមើលចំណាំមើលមនុស្សប្រុសដែលគេឲ្យតម្លៃគ្រួសារគេគោរពប្រពន្ធគេឲ្យតម្លៃភរិយាគេស្រឡាញ់ប្រពន្ធកូនគេធ្វើអីអត់មានតាមចិត្តខ្លួនឯងទេណាមនុស្សប្រុសហ្នឹងច្រើនតែរីកចម្រើនមានក្តីសុខក្នុងក្រុមគ្រួសារអ្វីក៏គេមានគ្រប់គ្រាន់ដែរតែមនុស្សប្រុសដែលប្រភេទមិនឲ្យតម្លៃប្រពន្ធណាថ្ងៃក្រោយទៅខ្ញុំឃើញភាគច្រើនហើយអត់មានអីរីកចម្រើនទេបងថ្ងៃក្រោយទៅសឹងថានៅតែក្បាលមួយតែម្នាក់ឯងផងហើយមុននឹងបងនិយាយភាសាហ្នឹងណាបងកលេចទៅមើលខ្លួនឯងសិនបំពេញតួនាទីជាប្តីជាឪពុកគេបានល្អហើយនៅណាធ្វើជាមេគ្រួសារគេបានល្អហើយនៅបើមិនទាន់បានល្អទេវិលទៅកែតម្រូវខ្លួនឯងវិញសិនចាំរិះគន់ឲ្យស្ត្រីគ្រប់គ្នាប្តីខំប្រឹងរលួយត្រករាល់ថ្ងៃណាមិនដែលទៅសើប្តីសំបីតែមួយម៉ាត់ទៅសើតែប្តីគេចូលចិត្តណាស់ហើយយកប្តីខ្លួនឯងយកទៅប្រៀបធៀបជាមួយគេនឹងគេមិនដែលផ្ដល់អីឲ្យទេប៉ុន្តែអង្គុយទៅសើគេប្តីនេះខំចង់ងាប់អត់ដែលទៅសើអត់ដែលលើកទឹកចិត្តទេចាមានតែបបាក់ទឹកចិត្តថែមហើយខំប្រឹងរលួយហត់ចង់ងាប់ណាមិនបានកម្លាំងចិត្តមិនបានការទៅសើហើយមានតែការប្រៀបធៀបទៅឃើញតែអ្នកដតីល្អទៀតចាសួរថាមានកម្លាំងចិត្តឯណារណាបើសិនជាប្រពន្ធនេះមើលតែឃើញប្តីគេល្អមិនដែលឃើញប្តីឯងល្អផងណាចាត្រូវចាំមកមនុស្សគឺអត់ដូចគ្នាទេការងារគេផ្សេងការងារយើងផ្សេងណាចាប្រាក់ចំណូលក៏ផ្សេងគ្នាដែរសមត្ថភាពក៏ផ្សេងគ្នាដែរមិនអាចយកទៅប្រៀបធៀបគ្នាទេហើយកុំវិនិច្ឆ័យនៅក្នុងការមើលឃើញមួយជ្រុងរបស់យើងនេះគ្រាន់តែមកកលែងទៅហ្នឹងណាចាហ៊ានយកគេយកមកប្រៀបធៀបជាមួយប្តីយើងចាកុំធ្វើអញ្ចឹងព្រោះប្តីខំណាចាហើយតែខំហើយមិនបានលទ្ធផលហើយត្រូវគេបំភ្លេចចោលឬក៏ត្រូវគេដកចេញពីកន្លែងហ្នឹងគឺលែងមានអារម្មណ៍ធ្វើអីទេណាលុយក៏លែងរមស្រួលអាចបែកឆ្វេងទៀតណាអញ្ចឹងប្រយ័ត្នកន្លែងហ្នឹងណា